ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់បាយឆាមេឆាគុយទាវនិងម្ហូបកំងមួយចាដែលភ្ញៀវរបស់យើងគាត់បានកំងណាឥឡូវហ្នឹងគឺខាងយើងបានរៀបចំឲ្យរួចរាល់ 100% ជូនគាត់ហើយចាយើងផ្លែកជាងរាល់ដងបន្តិចចាអានេះគឺទូកញ្ចក់របស់យើងគឺយើងប្រើ2ថ្នាក់3ប្រឡោះដូចតែយើងរាល់ដងដែរទេគ្រាន់តែថាវាផ្លែកហ្នឹងដោយសារតែវាមានស្លាបមានអីអញ្ចឹងណាសម្រាប់ដាក់តាំងបាយម្ហូបឬក៏យើងអាចដាក់តុដាក់កៅអីឲ្យភ្ញៀវគេហូបនៅនឹងកន្លែងបានអញ្ចឹងណាហើយខាងក្រោមនេះដែរគឺយើងមានទ្វារបិទបើកបុកក្រោយបានហើយមានកាងសម្រាប់ដាក់ធុងតកកនិងជើងធុងក្រាបរបស់យើងគឺយើងដាក់នៅខាងមុខចាអានេះយើងមកមើលខាងក្នុងបន្តិចមកចាខាងក្នុងនេះគឺយើងចោះឆ្នាំងស៊ុបមួយនិងក្បាលកាបេ5មួយសម្រាប់ឆាបាយឆាមីឬក៏ម្ហូបកំងរបស់គាត់ហ្នឹងណាទូកញ្ចក់របស់យើងគឺយើងមើលពីខាងក្នុងបែបហ្នឹងទៅមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងតែម្ដងចាខាងលើគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងរាល់ដងអញ្ចឹងដបូលរបស់យើងគឺនៅតែក្រាលអ៊ីសូឡង់និងប្រើជាប្រភេទដបូលដេដោយកង់3ឥណ្ឌាអញ្ចឹងណាហើយស្លាបខាងក្រោយនេះដែរគឺយើងតមកយ៉ាងធំបន្តិចចាព្រោះដោយសារម្ចាស់គាត់កំងបែបហ្នឹងណាហើយចក្រានអាំងសាច់របស់យើងគឺនៅជាប់នឹងដូចគ្នាចានិយាយទៅយើងមានតែតេសនឹងមួយគឺថាលក់បានច្រើនមុខមែនតែនហើយវាអាស្រ័យទៅលើតាមការកែច្នៃរបស់យើងទេចាបងប្អូនទាំងអស់គ្នាយកទៅលក់អីក៏បានដែរវាអត់ប្រកាសថាតេសនឹងយើងត្រូវតែយកទៅលក់អីមួយឲ្យច្បាស់លាស់ហ្មងគឺអត់មានទេគឺអាស្រ័យទៅលើម្ចាស់រទេះគាត់ឆ្លាញ់បែបម៉េចគឺគាត់កំងបែបនឹងយើងយកទៅលក់អីក៏បានដែរវាទៅតាមការកែច្នៃរបស់យើងអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការគឺអាចធ្វើការកំងបានចាតាមរយៈเพจនេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះបងប្រុសដែលជាមួយចាស់នៅខាងបវត្តដែលគាត់បានកំងអតេសហ្នឹងគឺជាអតេសទី2ហើយចាដែលគាត់បានកំងពីខាងយើងណាចាហ្នឹងហើយអរគុណច្រើនមែនតែនបងហើយជូនពរហេងលក់ដាច់ច្រើនចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ